សូមជូនរឿងព្រះអង្គម្ចាស់និងត្រីមាសនៃបឹងទន្លេសាបព្រះអង្គម្ចាស់សុវណ្ណរស់នៅក្នុងព្រះបរមរាជវាំងយ៉ាងស្កឹមស្កៃទោះបីជាមានមាសប្រាក់និងរបស់របរលេងជាច្រើនក៏ដោយក៏ព្រះអង្គនៅតែមានអារម្មណ៍ធុញទ្រាន់ព្រះអង្គចង់ចេញទៅខាងក្រៅថ្ងៃមួយព្រះអង្គសុវណ្ណបានសម្រេចព្រះតីលួចចេញពីវាំងទ្រង់បានយាងសម្ដៅទៅកាន់បឹងទន្លេសាបដើម្បីមើលពិភពលោកខាងក្រៅនៅតាមដងទន្លេព្រះអង្គបានជួបតាចាស់ម្នាក់កំពុងជួសជុលសំណាញ់ព្រះអង្គសង្កេតមើលគាត់ដោយការចាប់អារម្មណ៍តាអរុណមិនដឹងថាអ្នកដែលកំពុងមើលគាត់គឺជាព្រះអង្គម្ចាស់ឡើយភ្លាមនោះសំណាញ់របស់គាត់ក៏ធ្ងន់ពួកគេទាំងពីរបានជួយទាញសំណាញ់នោះមើលណោះវាគឺជាត្រីមាសដ៏ធំនិងស្រស់ស្អាតបំផុតដែលពួកគេមិនដែលបានជួបពីមុនមកតាអរុណចង់យកត្រីនេះទៅផ្ទះប៉ុន្តែព្រះអង្គសុវណ្ណមានអារម្មណ៍អាណិតវាព្រះអង្គបានទូលតាចាស់ថាសូមលែងត្រីនេះទៅវាមានជីវិតនិងស្រស់ស្អាតណាស់តាអរុណក៏យល់ព្រមតាមព្រះអង្គសុវណ្ណបានលែងត្រីមាសចូលទៅក្នុងទឹកវិញត្រីមាសនោះបានហើរចេញទៅឆ្ងាយទាំងសប្បាយចិត្តសកម្មភាពរបស់ព្រះអង្គបានធ្វើឲ្យតាអរុណសប្បាយចិត្តយ៉ាងខ្លាំងនៅពេលដែលពួកគេរៀបនឹងត្រឡប់ទៅផ្ទះវិញស្រាប់តែមានរឿងដ៏អស្ចារ្យមួយបានកើតឡើងត្រីមាសបានហែលត្រឡប់មកវិញវាបានលោតឡើងលើគោកហើយបំភឺផ្លូវតូចមួយដោយពន្លឺរបស់វាត្រីមាសនោះបាននាំពួកគេដើរកាត់ព្រៃយ៉ាងជ្រៅតាអរុណនិងព្រះអង្គម្ចាស់បានដើរតាមពន្លឺនោះរហូតដល់កន្លែងអាថ៌កំបាំងមួយពួកគេបានមកដល់សួនច្បារដ៏ស្រស់ស្អាតមួយនៅកណ្ដាលសួនច្បារមានដើមឈើវេទមន្តត្រីមាសបានប្រាប់ព្រះអង្គថាផ្លែឈើទាំងនេះគឺជាផ្លែឈើនៃប្រាជ្ញាដែលជាផ្លែឈើសម្រាប់មនុស្សដែលមានចិត្តមេត្តាចាប់តាំងពីថ្ងៃនោះមកព្រះអង្គសុវណ្ណលែងមានអារម្មណ៍ធុញទ្រាន់ទៀតហើយព្រះអង្គបានក្លាយជាអ្នកដឹកនាំដ៏ឆ្លាតវៃនិងមានចិត្តមេត្តាបំផុតព្រះអង្គដឹងថាក្តីមេត្តាករុណាសំខាន់ជាងទ្រព្យសម្បត្តិទាំងអស់